នៅក្នុងនាមជាអ្នកដឹកនាំយើងមិនអាចបង្ហាញចេញមកគ្រប់យ៉ាងនៅអ្វីដែលយើងគិតឃើញទេតើការលើកឡើងបែបនេះត្រូវឬក៏អត់ខ្ញុំនឹងយកតួអង្គឆៅភីមកធ្វើជាឧទាហរណ៍ដើម្បីបង្ហាញពីចំណុចមួយនេះនៅក្នុងប្រវត្តិសាស្ត្រគេបានកត់ត្រាថាឆៅភីគឺជាស្ដេចដែលមានសមត្ថភាពប៉ុន្តែមិនលេចធ្លោទេអ្វីដែលគាត់ធ្វើគឺមានដំណើរការគ្រាន់តែមិនមានលក្ខណៈពិសេសដែលគេយកមកនិយាយតគ្នាឆៅភីប្រៀបមិនបាននឹងឪពុកខ្លួនឯងទេហើយក៏មិនលេចធ្លោដូចជាកូនរបស់ខ្លួនឯងដែរប៉ុន្តែយើងអាចចាត់ទុកថាជាអ្នកដឹកនាំមួយដែលយល់ពីការដឹកនាំឆៅភីធំឡើងនៅក្នុងការប្រទាញបន្ទង់អំណាចក្នុងគ្រួសារផងក្រៅគ្រួសារផងដូច្នេះគាត់ដឹងថាក្នុងជួរនយោបាយមិនមែនជាកន្លែងដែលគាត់បង្ហាញពីអារម្មណ៍ខ្លួនឯងទេអញ្ចឹងមុនពេលដែលគាត់និយាយអ្វីមួយជាមួយអ្នកដទៃគាត់មិនបានគិតថាតើពាក្យនេះជាពាក្យស្មោះត្រង់ឬអត់ទេនៅក្នុងរឿងទីប្រឹក្សាស៊ីមអ៊ីយើងឃើញឆៅស្ដីឲ្យឆៅភីត្រង់ចំណុចហ្នឹងជាច្រើនដងថានៅនឹងមុខគាត់កុំលេងល្បិចអីសោះសម្រាប់ឆៅភីវាមិនមែនជាការលេងល្បិចទេប៉ុន្តែវាជាការប្រស្រ័យតាក់ទងបែបអ្នកនយោបាយមុននឹងគាត់និយាយទៅគឺគាត់គិតមុនថាតើនិយាយចប់ហើយបានផលឬក៏អត់បានផលទេជាមួយអ្នកណាក៏ដោយបើសិនជាគាត់បង្ហាញគំនិតរបស់គាត់ចេញមកគ្រប់យ៉ាងគាត់អាចបង្កើតសត្រូវដោយមិនដឹងខ្លួនគាត់អាចឲ្យគេមើលឃើញថាគាត់នេះមិនទាន់ច្បាស់ខ្លួនឯងទេហើយក៏អាចឲ្យអ្នកដទៃចាប់បានចំណុចខ្សោយរបស់គាត់ដែរពីព្រោះឆៅភីមានចំណុចខ្សោយច្រើនសម្រាប់ឆៅភីការនិយាយពាក្យក្នុងចិត្តគ្រប់យ៉ាងមិនមែនជាភាពក្លាហានទេវាជាការគិតខុសឬក៏ធ្វេសប្រហែសអានេះជាមូលហេតុដែលគាត់សម្លឹងទៅឆៅជឺហើយគាត់មិនពេញចិត្តពីព្រោះឆៅជឺចូលចិត្តនិយាយពាក្យក្នុងចិត្តខ្លួនឯងចេញមកនៅក្នុងរឿងទីប្រឹក្សាស៊ឺមអ៊ីក្នុងពេលដែលកំពុងតែប្រជែងគ្នាយកតំណែងរបស់ឆៅហ្នឹងឆៅជឺបែរជានិយាយប្រាប់ឪពុកខ្លួនឯងថាគាត់ឈប់ប្រជែងហើយគាត់ធ្វើឲ្យឆៅអស់សង្ឃឹមការមិននិយាយពាក្យគ្រប់យ៉ាងក្នុងចិត្តមិនបានន័យថាយើងត្រូវធ្វើពុតជាមនុស្សខ្លាំងទេយើងមិនចាំបាច់ fake ទេនៅក្នុងការដឹកនាំបើសិនជាអ្នកដឹកនាំនឹងមិនដែលនិយាយពាក្យពិតសោះឬក៏មិនដែលបង្ហាញគំនិតខ្លួនឯងសោះអ្នកដើរតាមនឹងគឺគេអត់ទុកចិត្តទេហើយគេក៏មិនយល់ពីអ្នកដឹកនាំខ្លួនឯងដែរដល់ពេលអញ្ចឹងគេចង់ឲ្យមានអ្នកផ្សេងទៀតមកជំនួសធ្វើជាមេគេបើសិនជាកូនចៅខ្លួនឯងមិនចង់ឲ្យមេនឹងរក្សាតំណែងគឺពិបាកហើយចៅភីអាចយកចិត្តមនុស្សដែលគាំទ្រគាត់បានពីព្រោះតែគាត់ដឹងថាពេលណាត្រូវនិយាយពាក្យក្នុងចិត្តឧទាហរណ៍នៅក្នុងរឿងទីប្រឹក្សាស៊ឺមអ៊ីពេលដែលគាត់ទៅហៅស៊ឺមអ៊ីមកធ្វើការជាមួយគាត់នឹងវាគឺជាការបង្ហាញការទុកចិត្តផងជំនឿចិត្តរបស់គាត់ទៅលើស៊ឺមអ៊ីផងហើយក្តីសង្ឃឹមដែលគាត់មានដែរចឹងនេះគឺជាពាក្យពិតទាំងអស់គ្រប់យ៉ាងដែលគាត់និយាយនឹងគឺជាពាក្យពិតតែមិនមែនទាំងអស់ទេគាត់គិតឃើញ10គាត់និយាយមក5ធ្វើឲ្យស៊ឺមអ៊ីទុកចិត្តគាត់អាចដើរតាមឆៅភីបានស៊ឺមអ៊ីជាមនុស្សខ្លាចស្លាប់អញ្ចឹងមុននឹងគាត់រើសយកអ្នកដឹកនាំណាមួយគឺគាត់ប្រយ័ត្នប្រយែងណាបើឆៅភីមិនអាចធ្វើឲ្យគាត់ទុកចិត្តបានទេទោះបីជាស៊ឺមអ៊ីមើលឃើញប្រយោជន៍នៅនឹងមុខក៏ដោយក៏គាត់មិនហ៊ានដែរអញ្ចឹងអ្នកដឹកនាំមិនអាចស្ងាត់មាត់រហូតទេមិនអាចកុហកបានទេប៉ុន្តែត្រូវនិយាយការពិតដោយជ្រើសរើសជាមុនឆៅភីបង្ហាញគំនិតពិតរបស់គាត់នៅចំពេលល្អចំមនុស្សល្អដើម្បីទទួលបានលទ្ធផលដែលគាត់ចង់បានបើសិនជាយើងមើលការសន្ទនារបស់តួអង្គនេះនៅក្នុងរឿងជាមួយនឹងស៊ឺមអ៊ីជាមួយនឹងស៊ឺម៉ាហ្វាងជាមួយនឹងឆៅចិនឬជាមួយប្រពន្ធគាត់ក៏យើងអាចឃើញដែរថាឆៅភីមិននិយាយគ្រប់យ៉ាងចេញមកទេទោះបីជាអ្នកនរគ្នាមិនមានទូនាទីជាអ្នកដឹកនាំក៏ដោយការរៀននិយាយតាមបែបអ្នកដឹកនាំជួយយើងបានច្រើនជាពិសេសគឺជួយកុំឲ្យយើងមានបញ្ហាធ្វើឲ្យគេតោះចិត្តនឹងឯងអញ្ចឹងមុនពេលដែលយើងនិយាយយើងគួរតែគិតសិនថាតើអ្វីដែលយើងនិយាយចេញទៅនេះធ្វើឲ្យគេទុកចិត្តយើងជាងមុនឬក៏យើងគ្រាន់តែចង់និយាយឲ្យធូរអារម្មណ៍ខ្លួនឯងបើគ្រាន់តែធូរអារម្មណ៍ទេមិនចាំបាច់និយាយប្រាប់គេទេយើងអាចនិយាយម្នាក់ឯងបាននិយាយឲ្យថតសំឡេងទៅថតឲ្យស្ដាប់ឲ្យលុបចោលទៅតោះមកយើងសួរទៀតបើសិនជានិយាយឲ្យទៅតើអាចទៅមុខអស់គ្នាឬក៏គ្រាន់តែយើងចង់បង្ហាញថាយើងជាមនុស្សឆ្លាតបើសិនជាទី2អាហ្នឹងកុំនិយាយអីនិយាយទៅគេធុញយើងឬគេស្អប់យើងថែមសំណួរទី3នេះក៏យើងត្រូវសួរដែរភាគច្រើនសម្រាប់អ្នកដែលគាត់មានកេរ្តិ៍ឈ្មោះល្បីអីគាត់គួរតែខ្វល់ពីសំណួរហ្នឹងបើសិនជាគេកាត់សម្ដីរបស់យើងទៅរួចយកទៅផុសពាក់កណ្ដាលតើយើងអាចមានគ្រោះថ្នាក់ឬអត់បើសិនជាអាចមានគ្រោះថ្នាក់អាហ្នឹងយើងគួរតែកុំនិយាយអីឥឡូវនេះនៅលើបណ្ដាញសង្គមមានការកាត់សម្ដីច្រើនណាស់អ្វីដែលយើងបកស្រាយវែងខ្លាំងពេកគេមិនយកទៅទាំងស្រុងទេគឺគេយកតែមួយឃ្លាពីរឃ្លាទៅអាចធ្វើឲ្យយើងហ្នឹងទៅជាមានអត្ថន័យអីផ្សេងវិញការនិយាយតាមរបៀបឆៅភីនេះមនុស្សក្នុងពេលបច្ចុប្បន្នគេមិនសូវចូលចិត្តទេពីព្រោះគេទទួលយកការណែនាំបែបប្រចាំប្រទេសតែប្រាប់ថាធ្វើជាខ្លួនឯងនិយាយពីអារម្មណ៍របស់យើងមកអាហ្នឹងវាមិនអត់មានអីខុសទេប៉ុន្តែអ្នកនរត្រូវចាំថាយើងមានទំនួលខុសត្រូវទៅលើអ្វីដែលយើងនិយាយសូម្បីតែការនិយាយ podcast របស់ខ្ញុំនេះក៏ដោយបើសិនជានិយាយទៅប៉ះពាល់អ្នកដទៃហើយគេចង់រករឿងអាហ្នឹងក៏អាចទៅរួចដែរពីព្រោះយើងជាអ្នកនិយាយខ្លួនឯង
យ៉ាងទៀតអ្នកដឹកនាំនិយាយឲ្យមិនមែនលទ្ធផលចេះមកតែខ្លួនឯងទេមាត់របស់យើងនេះអាចនាំគ្រោះទៅដល់អ្នកដទៃដូចគ្នាឧទាហរណ៍ថាយើងមានគ្រួសារទៅចោះយើងដឹកនាំគ្រួសារស្រាប់តែយើងដើរទៅនិយាយជាមួយអ្នកជិតខាងប៉ាតណាប៉ាតណីឲ្យគេខឹងស្រាប់តែគេមិនធ្វើបាបយើងគេធ្វើបាបអ្នកនៅផ្ទះពេលដែលយើងអត់នៅគេធ្វើបាបកូនយើងឬក៏ប្រពន្ធយើងអញ្ចឹងវាអត់ល្អទេសម្រាប់អ្នកដឹកនាំការបង្ហាញគ្រប់យ៉ាងដែលយើងគិតឲ្យអ្នកដទៃមើលឃើញវាគ្រាន់តែជាការខ្ជះអារម្មណ៍របស់យើងឲ្យគេមើលទេអត់មានបានផលទេប៉ុន្តែបើយើងអត់បង្ហាញអ្វីសោះបានន័យថាយើងនឹងលាក់ពុតឬក៏ជាមនុស្សកំសាកអញ្ចឹងយើងគួរតែបង្ហាញអ្វីដែលយើងគិតឃើញបង្ហាញការពិតរបស់យើងនឹងទៅតាមកិច្ចការទៅតាមគោលបំណងដែលយើងចង់បានអាហ្នឹងឯងគឺជាអ្នកដឹកនាំបើអ្នកដឹកនាំមិនគិតពីលទ្ធផលដែលចង់បានផងធ្វើម៉េចនឹងអាចឲ្យអ្នកដើរតាមនេះទុកចិត្តកើតខ្ញុំលើកពីបទពិសោធន៍ខ្ញុំមួយខ្ញុំធ្វើការជាមួយនឹងជនជាតិកូរ៉េហើយគាត់ហៅខ្ញុំទៅស្ដីឲ្យតែហៅតោនឹងរឿងនិយាយគ្នាហ្នឹងគាត់ប្រាប់ខ្ញុំថាលើកក្រោយបើសិនជាមុននិយាយត្រូវគិតមកសិនតើនិយាយឲ្យបានផលឬអត់បើគ្រាន់តែនិយាយចោលទេទោះបីជាពាក្យហ្នឹងជាពាក្យពិតក៏ដោយអត់ចាំបាច់និយាយទេហើយខ្ញុំពេលហ្នឹងក៏មិនសូវយល់ពីសម្ដីហ្នឹងដែរប៉ុន្តែខ្ញុំចេះតែធ្វើការគាត់ទៅកុំឲ្យគាត់មកស្ដីឲ្យបន្តទៀតដល់យើងអាយុច្រើនទៅយើងចាប់ផ្ដើមមើលឃើញអ្វីដែលយើងគិតត្រូវតែច្រើនជាងអ្វីដែលយើងនិយាយចេញមកក្រៅហើយអ្វីដែលយើងគិតម្ដងមិនប្រកាសថាត្រូវនិយាយម្ដងឲ្យអស់ទេគំនិតរបស់យើងវាមានតម្លៃដរាបណាយើងប្រើវាឲ្យចំពេលវេលានៅក្នុងរឿងទីប្រឹក្សាស៊ឺមីឆៅភីស្រែកកំហកដាក់ឆៅចិនថាគាត់មិនគ្រាន់តែចង់ធ្វើជាស្ដេចតកូលឆៅទេក៏ចង់ធ្វើជាស្ដេចក្រៅមេឃឬក៏ធ្វើជាអធិរាជអានេះគឺជាពាក្យក្នុងចិត្តរបស់គាត់ចង់ប្រាប់ឆៅចិនថាមានតកូលឆៅឬអត់ក៏ដោយក៏គាត់នៅតែយកទឹកដីនេះមកគ្រប់គ្រងដែរអញ្ចឹងបើសិនជាគ្រួសារតកូលឆៅហ្នឹងគាំទ្រគាត់មកគាំទ្រមកតែបើសិនជាអត់ទេគឺគាត់ពឹងទៅលើអំណាចថ្មីដែលគាត់បង្កើតឡើងគឺក្រមមន្ត្រីស៊ីវិលរបស់ស៊ឺមីនិងឈុនឈីងចាពាក្យក្នុងចិត្តបែបនេះយើងឃើញថាឆៅភីប្រាប់តែឆៅចិនម្នាក់ទេហើយប្រាប់ទាំងខ្លួនគាត់កំពុងតែខឹងទៀតផងឆៅចិនក៏យល់ពីចំណុចនេះខ្លះដែរមិនមែនមិនយល់ទាំងអស់ទេគ្រាន់តែគាត់មានអារម្មណ៍ថាខ្លួនឯងត្រូវគេធ្វើបាបត្រូវឆៅភីសង្កត់អំណាចតែហ៊ាននិយាយចេញមកដូចគ្នាសម្ដីនេះមិនមែនធ្វើឲ្យឆៅចិនលែងជឿជាក់ឆៅភីទេប៉ុន្តែធ្វើឲ្យឆៅចិនកាន់តែគោរពមហិច្ឆតារបស់ឆៅភីក្នុងការបង្រួបបង្រួមទឹកដីពីដំបូងមកឆៅចិនគ្រាន់តែគិតថាបើសិនជាឆៅភីបង្ខំឲ្យស្ដេចហានដាក់រាជហើយឡើងធ្វើស្ដេចខ្លួនឯងនឹងរាប់ថាជាជោគជ័យហើយប៉ុន្តែនៅពេលដែលគាត់ឃើញឆៅភីចង់បានរបស់ផ្សេងពីនឹងទៀតខ្លួនគាត់នេះក៏ចង់បង្កើតស្នាដៃតទៅមុខទៀតដែរចង់បានថាសម្ដីរបស់ឆៅភីធ្វើឲ្យឆៅចិនទុកចិត្តគាត់ក្នុងនាមជាស្ដេចមិនមែនជាសាច់ញាតិទេបើសាច់ញាតិប្រហែលជាគាត់មិនសូវទុកចិត្តទេព្រោះឯងចង់ដកអំណាចចេញពីតកូលឆៅអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូនេះអរគុណចាំជួបគ្នានៅក្នុងវីដេអូក្រោយ